អ្នកទាំងអស់គ្នាធ្លាប់វែងផ្លូវអត់បើសម្រាប់ខ្ញុំវិញគឺអាសាវែងផ្លូវខ្លាំងមែនតើហើយជាពិសេសកាលមកភ្នំពេញដំបងហ្នឹងវែងញឹកមកទឹកវែងផ្លូវសឹងតែ2-3ដងអីអ្នកទាំងអស់គ្នាពួកយើងមកភ្នំពេញដំបងហើយយើងមកភ្នំពេញហ្នឹងមិននៅមកកន្លែងណាយើងត្រូវទៅធ្វើការពេលខ្លះត្រូវទៅរកក្រុមហ៊ុនទៅរកកន្លែងការងារគេសម្ភាសការងារអីអញ្ចឹងណាហើយអំវែងខ្លាំងជាងគេហ្នឹងជិះដើររកក្រុមហ៊ុនដើររកកន្លែងគេសម្ភាសហ្នឹងឯងហើយពេលខ្លះយើងមាន event ដែលត្រូវទៅធ្វើការស្ម័គ្រចិត្តមានអីអញ្ចឹងត្រូវជិះរកទីតាំងធ្វើអីអញ្ចឹងទៅហើយខ្ញុំអាសាវែងខ្លាំងមែនតើអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការវង្វេងផ្លូវអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់គ្រូគាត់សួរឬក៏មាននរណាម្នាក់គាត់សួរឬក៏ឪពុកម្ដាយយើងគាត់សួរថាពេលយើងរៀនចប់នឹងចង់ធ្វើអីយើងចង់រៀនជំនាញអីឬក៏ថ្ងៃអនាគតទៅយើងចង់ខ្លាចជាអីយើងចង់ធ្វើអីសម្រាប់ខ្ញុំឆ្លើយអត់ចេញទេតាំងពីតូចមកនៅពេលដែលគេសួរខ្ញុំសម័យថាអូធ្វើការងារពេទ្យធ្វើគ្រូបរិញ្ញាធ្វើជាវិស្វករធ្វើជាអីអញ្ចឹងណាខ្ញុំគិតថាការងារនឹងល្អអញ្ចឹងគឺខ្ញុំឆ្លើយការងារមួយណាដែលខ្ញុំគិតថាល្អអញ្ចឹងតែខ្ញុំអត់ដែលមានក្តីសម័យឬក៏គេហៅថា dream job ឬក៏ការងាររបស់យើងនឹងទេព្រោះខ្ញុំអត់ដឹងថាតើខ្ញុំចូលចិត្តអីឲ្យប្រកបព្រោះពេលខ្លះខ្ញុំចូលចិត្តឃើញគេស្លៀកពាក់ស្អាតទៅកាន់ office អីចឹងមានអារម្មណ៍ថាអូខ្ញុំចង់ធ្វើការងារ office ដែរពេលខ្លះឃើញគ្រូបរិញ្ញាឃើញអីគាត់ឈរបរិញ្ញាសិស្សហាក់បីដូចជាមើលទៅមានមោទនភាពអ្នកទាំងអស់គ្នាយើងហាក់បីដូចជាបានជួយទៅកាន់ក្មេងៗចង់ធ្វើគ្រូបរិញ្ញាពេលខ្លះឃើញពេទ្យឃើញដុកទ័រអីចឹងទៅគាត់សង្គ្រោះជីវិតមនុស្សគាត់អីចឹងទៅចង់ធ្វើជាដុកទ័រចង់ធ្វើជាពេទ្យនិយាយទៅអាការងារនៅក្នុងក្តីសម័យឲ្យថាជានេះហ្មងគឺខ្ញុំអត់មានទេហើយមកដល់ឥឡូវហ្នឹងក៏ខ្ញុំអត់ដឹងដែរអត់ដឹងថាតើខ្លួនឯងចង់ខ្លាចជាអីឬក៏ចង់ឲ្យខ្លួនឯងហ្នឹងខ្លាចជាបុគ្គលជោគជ័យទៅលើអីខ្ញុំអត់ដឹងទេអញ្ចឹងហើយខ្ញុំប្រៀបបានដូចជាមនុស្សវង្វេងផ្លូវខ្ញុំវែងផ្លូវតាំងតាពីតូចរហូតដល់រៀនចប់ទី12ក៏ខ្ញុំនៅអត់ទាន់ដឹងថាខ្ញុំចង់ខ្លាចជាអីចង់ធ្វើអីដែរខ្ញុំមកភ្នំពេញហ្នឹងគឺខ្ញុំមករៀនជំនាញរៀនយកបញ្ញាបត្រហើយរៀនហ្នឹងក៏ខ្ញុំមើលទៅលើសមត្ថភាពរបស់ខ្លួនឯងព្រោះដោយសារតែខ្ញុំអត់សូវបកកែខាងអក្សរជាស្រ័យខាងលេខខ្ញុំបកកែតែខាងអក្សរហើយនឹងភាសាឬក៏អីអញ្ចឹងណាការនិយាយការប្រើប្រាស់ភាសាវោហារស័ព្ទអីមួយចំនួនអញ្ចឹងទៅអញ្ចឹងខ្ញុំក៏ជ្រើសរើសមុខវិជ្ជាណាដែលខ្ញុំបកកែខាងហ្នឹងហើយខ្ញុំទៅរៀនអញ្ចឹងណាគាត់ថាពេលដែលខ្ញុំជ្រើសរើសមុខវិជ្ជាដែលខ្ញុំជំនាញដែលខ្ញុំបកកែខាងហ្នឹងខ្ញុំទៅរៀនខ្ញុំអត់សូវពិបាកអីអ្នកទាំងអស់គ្នាព្រោះដោយសារយើងមានមូលដ្ឋានគ្រឹះហ្នឹងហើយដូចជាភាសាអង់គ្លេសអីយើងមានមូលដ្ឋានគ្រឹះយើងចេះមកខ្លះហើយអាការ like public speaking ប្រស័យតំណែងឬក៏អីហ្នឹងក៏ខ្ញុំរៀងមានដងខាងហ្នឹងច្រើនដែរអញ្ចឹងពេលដែលទៅរៀនទៅខ្ញុំអត់សូវពិបាកអីប៉ុន្តែខ្ញុំនៅតែអត់ដឹងថាតើពេលរៀនចប់ហ្នឹងខ្ញុំធ្វើអីខ្ញុំអត់ដឹងទេមានពេលមួយខ្ញុំភ័យមែនតើថាខ្ញុំរៀនចប់ទៅខ្ញុំធ្វើអីបើរៀនមុខវិជ្ជាហ្នឹងរៀនរបៀបថាមួយឆ្នាំហ្នឹងយើងមាន12មុខវិជ្ជាអ្នកទាំងអស់គ្នាដូចយើងរៀននៅវិទ្យាល័យអញ្ចឹងរៀននៅសាកលវិទ្យាល័យហើយខ្ញុំពឹងគិតថាបើយើងរៀនចម្រុះអញ្ចឹងពេលចប់ទៅយើងធ្វើអីខ្ញុំអត់ដឹងទេប៉ុន្តែសំណួរខ្ញុំតែងតែសួរមកកាន់ខ្លួនឯងខ្ញុំមិនដែលខានទេខ្ញុំតែងតែសួរមកកាន់ខ្លួនឯងជានិច្ចបកត្រឡប់នៅពេលដែលយើងវែងផ្លូវពេលដែលយើងវង្វេងផ្លូវយើងមានជំរើសមានជាងអត់ជំរើសទេណាអញ្ចឹងនៅពេលយើងវែងផ្លូវទី1យើងសួរគេប៉ុន្តែយើងសួរគេសុំការណែនាំពីគេសុំអីចឹងទៅទី2យើងមានទូរស័ព្ទសម័យទំនើបយើងឆែក Google Map យើងឆែកអីចឹងទៅឬក៏ទី3យើងអត់ដឹងទេយើងចេះតែជិះបន្តទៀតទៅខែនោះថាយើងជិះទៅមុខបន្តិចទៅវាមានផ្លូវដែលយើងស្គាល់ឬក៏មានទីតាំងណាមួយដែលយើងចំណាំបានពីមុនមកវាធ្វើឲ្យយើងចងចាំថាផ្លូវនេះយើងធ្លាប់ស្គាល់ធ្លាប់មកពីមុនឬក៏អីអញ្ចឹងណាប៉ុន្តែបើសិនជាយើងវែងផ្លូវហើយយើងនៅមួយកន្លែងយើងអាចធ្វើអីបានទេអ្នកទាំងអស់គ្នាអត់មានអ្នកណាម្នាក់មកប្រាប់យើងថាអូនឯងវែងផ្លូវអូនឯងទៅមុខត្រង់ទៅអូនឯងបត់ស្ដាំអូនឯងបត់ឆ្វេងទៅឬក៏អត់មានអ្នកណាគេមកសួរថាអូនឯងវែងផ្លូវមែនអត់មានទេអ្នកទាំងអស់គ្នាគឺសំខាន់លើខ្លួនឯងសួរថានៅពេលដែលយើងអត់ដឹងថាថ្ងៃអនាគតយើងចង់ធ្វើអីថ្ងៃអនាគតក្តីសម័យយើងនឹងវាយ៉ាងម៉េចយើងខ្លាចទៅជាមនុស្សបែបម៉េចហាក់បីដូចជាយើងវង្វេងផ្លូវយើងអត់ដឹងផ្លូវដើររបស់ខ្លួនឯងសំណួរសួរថាតើយើងជ្រើសរើសយកមធ្យោបាយមួយណាយើងសួរគេសុំការណែនាំសុំការ advice ពីគេរៀមច្បងអ្នកដែលគាត់មានចំណេះជំនាញអ្នកដែលគាត់ជោគជ័យឬក៏យើង
ធ្វើការ research ខ្លួនឯងស្រាវជ្រាវខ្លួនឯងដើម្បីដឹងពីការងារមួយៗដឹងពីគេហៅថាអាជីពមួយៗដឹងពីមុខរបរមួយៗឬក៏យើងចេះតែធ្វើដំណើរទៅមុខទៀតទៅបានន័យថាយើងចេះតែធ្វើទៅព្រោះយើងមើលអត់ដឹងថាខាងនោះប៉ះការងារណាមួយដែលយើងអត់ដែលដឹងពីមុនមកសោះយើងអត់ធ្លាប់ស្គាល់សោះតែពេលធ្វើទៅយើងចូលចិត្តវាយើងស្រឡាញ់វាអាចខ្លះជាការងារក្នុងក្តីសម័យរបស់យើងនឹងអនាគតក៏ថាបានអញ្ចឹងណាខ្ញុំចង់និយាយថាអ្នកទាំងអស់គ្នាមិនចាំបាច់ត្រូវតែមានក្តីសម័យចង់ខ្លាចជាអីទេព្រោះយើងម្នាក់ៗយើងអាចបង្ខំខ្លួនឯងបានទេហើយដូចមនុស្សដូចជាខ្ញុំអញ្ចឹងខ្ញុំមានក្តីសម័យច្រើនអញ្ចឹងខ្ញុំមិនដឹងថាតើខ្ញុំត្រូវទៅសម្រេចក្តីសម័យមួយណាបានទេព្រោះក្តីសម័យហ្នឹងវាមិនមែនជាថិតថេរនៅក្នុងខ្ញុំចូលចិត្តអានេះបន្តិចអានោះបន្តិចអានោះបន្តិចអញ្ចឹងទៅចាប់ឆាយបូកផ្សំជាមួយគ្រួសារយើងអត់មានធនធានឬក៏អីទៀតអញ្ចឹងធ្វើឲ្យយើងពិបាកនៅក្នុងការទៅធ្វើអានេះបន្តិចធ្វើអានោះបន្តិចប៉ុន្តែអ្វីដែលខ្ញុំតែងតែជំរុញខ្លួនឯងខ្ញុំលើកទឹកចិត្តខ្លួនឯងថាត្រូវតែធ្វើបើឥឡូវហ្នឹងខ្ញុំអត់ដឹងថាតើខ្ញុំនឹងធ្វើអីនៅថ្ងៃខាងមុខឬក៏អត់ដឹងថាពេលរៀនចប់ទៅខ្ញុំត្រូវធ្វើការងារអីទេទី1គឺខ្ញុំទៅ intern ខ្ញុំទៅសាកល្បងការងារនៅក្រុមហ៊ុននៅកន្លែងនេះកន្លែងនោះអីចឹងទៅនៅពេលដែលយើងសាកល្បងការងារមានការងារខ្លះយើងអានគេហៅថា JD job description ណាយើងអានទៅយើងដឹងតែប្រហែលចំណុចដែលគេតម្រូវវាដែលគេត្រូវការប៉ុន្តែស្ដែងនៅពេលដែលយើងទៅធ្វើមែនតើវាមានតែប៉ុណ្្នឹងឯងការងារគឺវាមានច្រើនគ្រាន់តែថាគេបង្ហាញយើងឲ្យដឹងថាតើតួនាទីចម្បងការងារចម្បងដែលយើងត្រូវធ្វើនឹងមានអីខ្លះប៉ុន្តែការងារបង្រៀនយើងច្រើនអ្នកទាំងអស់គ្នាមិនថាការងារអីទេខ្ញុំឧទាហរណ៍ការងារសាមញ្ញមួយចុះថាជាអ្នកធ្វើការនៅក្នុងម៉ាតយើងគិតថាទៅធ្វើការនៅក្នុងម៉ាតគ្រាន់តែលក់មែនទេយើងឧទាហរណ៍ថាយើងអ្នកលក់មួយចុះអ្នក cashier ឬក៏អីណាយើងគិតលុយឬក៏អីយើងគាត់ថាគាត់គិតលុយគាត់អីប៉ុន្តែចាស់ស្ដែងវាមិនមែនអញ្ចឹងអ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នាទៅធ្វើការអ្នកទាំងអស់គ្នាចេះគិតលុយអ្នកទាំងអស់គ្នាចេះប្រស័យតំណែងមួយភ្ញៀវអ្នកទាំងអស់គ្នាចេះធ្វើការយើងហៅថាដោះស្រាយបញ្ហានៅពេលមានភ្ញៀវ complain ឬក៏មានអីយើងអាចឆ្លើយតបទៅភ្ញៀវវិញបានស្គាល់ពីអត្តចរិតរបស់អតិថិជនយើងស្គាល់ពីអត្តចរិតរបស់ម្ចាស់ហាងយើងដឹងពីការបើកប្រាក់ខែយើងដឹងពីប្រព័ន្ធដឹងពី system ការគិតលុយយើងដឹងពីប្រព័ន្ធនៃការរៀបចំនៅក្នុង ម៉ាតហើយបើសិនជាយើងជាមនុស្សដែល open ដែលយើងប្រកែយើងរៀនសូត្រពីកន្លែងការងារទៀតវាកាន់តែឲ្យឱកាសយើងទៀតយើងកាន់តែស្គាល់ច្រើនជាងនឹងទៀតអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ខ្ញុំបើទោះបីជាខ្ញុំវែងផ្លូវពិតមែនបើទោះបីជាខ្ញុំអត់ដឹងថាខ្ញុំនឹងធ្វើអីបន្តឬថ្ងៃអនាគតចង់ខ្លាចជាអីខ្ញុំអត់ដែរឈប់ពីអ្នកទាំងអស់គ្នាខ្ញុំធ្វើរហូតព្រោះដោយសារទី1គឺយើងត្រូវការងារដើម្បីយើងមានចំណូលយកមក support ខ្លួនឯងទី2ខ្ញុំគ្រាន់តែដឹងថាខ្ញុំធ្វើការខ្ញុំទទួលបានបទពិសោធន៍ហើយខ្ញុំអាចរៀនសូត្រពីកន្លែងការងារបានព្រោះខ្ញុំអត់ដឹងថាពេលរៀនចប់នឹងខ្ញុំអាចទៅធ្វើអីបានទេអញ្ចឹងខ្ញុំអត់ដឹងថាការងារអីខ្លះដែលខ្ញុំអត់ទាន់បានស្រាវជ្រាវដែលខ្ញុំអត់ទាន់ដឹងអញ្ចឹងបើសិនជាខ្ញុំអត់ធ្វើអីសោះគឺខ្ញុំអត់ដឹងទេទី2គឺខ្ញុំជ្រើសរើសសួរទៅកាន់រៀមច្បងសួរទៅកាន់យើងហៅ senior ឬក៏អីចឹងទៅអ្នកដែលយើងស្គាល់សុំបទពិសោធន៍សុំអីការ advice ការណែនាំពីគាត់អីចឹងទៅទី3គឺខ្លួនឯងអ្នកទាំងអស់គ្នាយើងត្រូវចេះស្រាវជ្រាវខ្លួនឯងយើងត្រូវចេះស្វែងយល់ហើយប្រឹងប្រែងធ្វើការរៀនសូត្រឲ្យបានច្រើនខ្ញុំចាប់ផ្ដើមធ្វើការងាររបស់ខ្ញុំតាំងពី5ឆ្នាំមុនអញ្ចឹងឥឡូវខ្ញុំធ្វើការបាន5ឆ្នាំហើយអ្នកទាំងអស់គ្នាទាំងដែលខ្ញុំអត់ដឹងថាការងារហ្នឹងជាការងារអីទេខ្ញុំអត់ដែលដឹងពីមុនកាលខ្ញុំនៅតូចកាលខ្ញុំរៀននៅវិទ្យាល័យកាលខ្ញុំអីខ្ញុំអត់ដឹងហ្មងរហូតដល់ដែលខ្ញុំមកធ្វើការហ្នឹងដំបូងគឺខ្ញុំអត់ចូលចិត្តដែរខ្ញុំអត់ចូលចិត្តការងារហ្នឹងឯងរហូតដល់1ឆ្នាំ2ឆ្នាំបានខ្ញុំចាប់ផ្ដើមគេហៅថាយើងអភិវឌ្ឍខ្លួនឯងអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីការអភិវឌ្ឍខ្លួនឯងខ្ញុំចេះតែប្រឹងធ្វើនេះធ្វើនោះអញ្ចឹងទៅខ្ញុំក៏គិតថាការងារហ្នឹងតាមពិតទៅខ្ញុំស្រឡាញ់ដែរតើខ្ញុំចូលចិត្តដែរតើបន្ទាប់ពីយើងប្រឹងប្រែងពីមុនដំណាក់កាលដល់មុនដំណាក់កាលក្រេបយកអាចចំណេះដឹងកន្លែងការងារប្រឹងប្រែងធ្វើការទៅចេះតែទទួលបានឱកាសចេះឲ្យធ្វើនេះធ្វើនោះអីចេះដឹងពីការងារនឹងច្រើនចេះដឹងពីប្រព័ន្ធចេះដឹងពី system ចេះដឹងពីអីចឹងទៅរហូតដល់ខ្ញុំរៀនចប់ក៏ខ្ញុំអត់តន់រកការងារថ្មីក្រៅពីនឹងធ្វើដែរខ្ញុំនៅបន្តធ្វើការងារនឹងនៅឡើយហើយឥឡូវហ្នឹងគឺខ្ញុំកាន់តែមានការងារច្រើនជាងនឹងទៀតខ្ញុំកាន់តែមានឱកាសធ្វើការងារច្រើនផ្សេងទៀតដែលទទួលបានដែលគេដាក់ឲ្យធ្វើណា
អញ្ចឹងហើយអ្វីដែលខ្ញុំចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាអានេះគឺជាជំរើសអ្នកទាំងអស់គ្នាទេនៅពេលដែលយើងវែងផ្លូវយើងអត់ដឹងថាតើយើងត្រូវទៅណាយើងត្រូវធ្វើអីអ្នកទាំងអស់គ្នាអាចជ្រើសរើសសុំការណែនាំសុំការ advice ប៉ុន្តែទាំងអស់នឹងវាអត់ដូចអ្វីដែលយើងឆ្លងកាត់ទេវាអត់ដូចអ្វីដែលយើងទទួលបានបទពិសោធន៍ជាក់ស្ដែងទេអ្នកទាំងអស់គ្នាអញ្ចឹងសារដែលខ្ញុំចង់លើកទឹកចិត្តទៅកាន់ជាពិសេសបងប្អូនដែលយើងនៅរៀនយើងអត់ទាន់ដឹងថាថ្ងៃខាងមុខយើងត្រូវធ្វើអីទី1កុំទាន់បាក់ទឹកចិត្តយើងត្រូវស្វែងយល់សិនថាតើការងារមុខវិជ្ជាដែលយើងរៀននឹងវាអាចជួយឲ្យយើងបានខ្លះនៅក្នុងវិស័យការងារឬក៏ថ្ងៃខាងមុខយើងចេញរកស៊ីឬក៏អីអញ្ចឹងណាទី2យើងជាមស្វែងយល់ពីការងារឲ្យបានច្រើនឧទាហរណ៍ថាគេនិយាយពាក្យmerchant support ខ្ញុំឧទាហរណ៍ណាឬក៏ sales support ឬក៏ office អធិស្ឋានឬក៏ខាងរដ្ឋបាលឬក៏អីចឹងទៅយើងទៅស្វែងយល់ការងារមួយនឹងសិនថាតើការងារមួយហ្នឹងគេធ្វើអីខ្លះហើយយើងចូលចិត្តអត់មានការងារខ្លះគឺយើងនៅតែ office ទេការងារខ្លះគឺយើងត្រូវចេញក្រៅការងារខ្លះយើងត្រូវជួប client ដូច sale ដូចអីហ្នឹងត្រូវដើររក client មានការងារខ្លះគឺយើងត្រូវរកអ្នក corporate អ្នកសហការជាមួយដៃគូសហការវាមានច្រើនអ្នកទាំងអស់គ្នាដំណាក់កាលនៃការធ្វើការសំណួរសួរថាបើយើងអត់សាកល្បងទេតើយើងដឹងដោយរបៀបណាអញ្ចឹងគឺជាជំរើសដែលអ្នកទាំងអស់គ្នាអាចយកទៅជ្រើសរើសបានណាហើយមានការងារជាច្រើនទៀតដែលយើងអត់ដឹងទេជាពិសេសយើងរៀនទៅតាមមុខវិជ្ជារបស់យើងអ្នកទាំងអស់គ្នាតែការងារអនុវត្តជាក់ស្ដែងវាមានច្រើននៅក្នុងក្រុមហ៊ុនមួយមានរចនាសម្ព័ន្ធច្រើនណាស់អ្នកទាំងអស់គ្នាអញ្ចឹងជំរើសល្អបំផុតគឺចេញ intern ចេញចាប់ផ្ដើមធ្វើការងារដំបូងដែលអ្នកគិតថាអ្នកបកកែខាងហ្នឹងអ្នកគិតថាខ្លួនឯងអាចទៅរួចអញ្ចឹងសាកល្បងធ្វើការងារមួយហ្នឹងឬក៏អាចសាកល្បងសិនថាតើការងារហ្នឹងវាទៅវាជាយ៉ាងណាព្រោះភាគច្រើន intern គឺគេបង្រៀនដល់បុគ្គលិកដែលចូលគេហៅថារៀនសូត្រពីការងារណាកម្មសិក្សាអីអញ្ចឹងទៅអ្នកទាំងអស់គ្នាអញ្ចឹងយើងអត់ចាំបាច់មានការបារម្ភថាតើយើងចេះអាហ្នឹងមិនគេយកយើងទៅ intern ទេយើងចេះហើយយើងដឹងហើយយើងគេហៅថា expert ឡើងហ្នឹងយើងឡើងជា intern ហើយយើងទៅជា officer យើងទៅជាបុគ្គលិកពេញសិទ្ធ full time របស់គេហើយអញ្ចឹងណាអូខេថ្ងៃនេះខ្ញុំមានការលើកទឹកចិត្តទៅកាន់បងប្អូនទៅកាន់អ្នកទាំងអស់គ្នាតែប៉ុណ្្នឹងទេស្វែងយល់ពីខ្លួនឯងហើយកុំតន់បាក់ទឹកចិត្តបើសិនជាយើងអត់ដឹងថាយើងត្រូវធ្វើអីនៅថ្ងៃខាងមុខឬក៏យើងរៀនចប់ទៅយើងធ្វើអីឬជាយើងអត់តន់ដឹងថាយើងជ្រើសរើសមុខជំនាញអីតែត្រូវរៀនស្វែងយល់ research ឲ្យបានច្រើនសួរគេហើយទី3កុំឈប់ត្រឹមហ្នឹងបើអ្នកទាំងអស់គ្នាឈប់ត្រឹមហ្នឹងអ្នកទាំងអស់គ្នាអត់មានឱកាសទេអ្នកទាំងអស់គ្នាយើងឧទាហរណ៍ថាចាំ2ឆ្នាំក្រោយ3ឆ្នាំក្រោយចាំយើងដើរទៅមុខយើងដើរតាន់គេអ្នកទាំងអស់គ្នាហើយបើយើងចង់ធ្វើការបកក្រោយទៀតរឹតតែយឺតជាងនឹងទៀតអ្នកទាំងអស់គ្នាហើយការងារបានន័យថាវិស័យនៅក្នុងការងារគឺដើរលឿនណាស់អ្នកទាំងអស់គ្នាសង្គមខ្ញុំមិនចាំថាប្រៀបធៀបទៅលើអីប្រៀបធៀបតែទៅលើបច្ចុប្បន្នពីមួយជំនាន់ទៅមួយជំនាន់ណាឥឡូវយើងមើល Gen Z កាលជំនាន់ខ្ញុំប្រភេទ digital ហ្នឹងវាអត់ទាន់មានដូចឥឡូវទេឥឡូវអា digital ហ្នឹងគឺវាច្រើនមែនតើអ្នកទាំងអស់គ្នាវាវៃលុកទីផ្សារវាវៃលុកការងារហ្មងបើយើងទៅធ្វើការកន្លែងណាមួយយើងអត់ចេះប្រភេទ digital ដូចជាយើងមិនបាច់ expert ទេយើងគ្រាន់តែដឹងក៏វាអាចជួយយើងបានច្រើនដែរសូម្បីតែទៅសម្ភាសការងារឥឡូវក៏ខាង HR គេសួរដែរអ្នកទាំងអស់គ្នាអូខេមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ